តើតន័យដែរអញ្ចឹងខ្ញុំសុំមកដាក់មួយសាច់រឿងណាអ្នកនរគ្នាជាមួយនឹងសាច់រឿងនេះគេហៅថារឿងព្រាយកលាភ្លើងដែលជាភាគ2តពីសាច់រឿងបងស្រីដែលគាត់ចែកម្លែកមកខ្ញុំហ្នឹងហើយដែលសាច់រឿងទី1គឺជារឿងនៅកើតនៅលើគាត់ខ្លួនឯងតែម្ដងហើយបើសាច់រឿងមួយនេះគឺជាសាច់រឿងរបស់ម្ដាយបង្កើតរបស់គាត់ដែលតាំងពីជំនាន់ហ្នឹងហើយជំនាន់ហ្នឹងគឺកណ្ណើតរបស់បងស្រីគាត់ហ្នឹងហើយជាកូនបងហ្នឹងហើយរបៀបអញ្ចឹងណាហើយរឿងហ្នឹងគឺកាត់មកយូរឆ្នាំណាស់ហើយគឺចូលប្រហែលជា30ឆ្នាំជាងតិចអីហ្នឹងហើយ30ឆ្នាំជាងអីដែលតាំងពីដើមឡើយមកហ្មងគឺរបៀបអញ្ចេះខ្ញុំចូលមកប្រវត្តិជាមួយនឹងសាច់រឿងរបស់ម៉ាក់គាត់ហ្នឹងណាពេលហ្នឹងគឺម៉ាក់ហើយនឹងប៉ាគាត់ហ្នឹងគឺមានជីវភាពអត់សូវធូរធារទេរបៀបអញ្ចឹងនៅពេលហ្នឹងគឺម៉ាក់គាត់ហ្នឹងណាបានរបៀបថាគាត់កើតកូនខ្ចីអ្នកទាំងអស់គ្នាពេលដែលគាត់កូនខ្ចីហ្នឹងឯងខ្ចីនៅពេលដែលកូនដំបងអញ្ចឹងទៅគាត់ក៏ត្រូវនៅក្នុងផ្ទះហ្នឹងម្នាក់ឯងអញ្ចឹងហើយផ្ទះគាត់ហ្នឹងគឺបែបបុរាណណារបៀបនេះនៅតាមជនបទទៅអញ្ចឹងមិនគាត់គេងចិត្តទ្វារហ្នឹងអញ្ចឹងទៅបន្ទាប់មកมันមានអាបង្អួចចម្រឹងដែកយើងចាស់បុរាណហ្នឹងអញ្ចឹងណាហើយគាត់ថាគាត់ឃើញនៅក្នុងភ្នែកតែម្ដងម៉ាក់គាត់ថាឃើញក្នុងភ្នែកហ្មងអត់ឃើញមុខអត់ឃើញមាត់អត់ដឹងថាជាដៃរបស់ស្អីគេទេតែទាំងអស់គ្នាគឺលូកឡើងមកហ្មងដៃគាត់ថប់ដៃប្រប៉ិនក៏ដើមជែកហ្មងលូកលងវែងពីណាពីណីឃើញតែដៃមកលូកចឹងហ្មងអ្នកទាំងអស់គ្នាចូលមករកគាត់ពេលដែលគាត់ពងតែដេកសម្រាប់សរសៃខ្ចីហ្នឹងសរសៃខ្ចីនៅលើផ្ទះហ្នឹងអញ្ចឹងណាហើយពេលហ្នឹងគាត់ថាគាត់តែលូកដៃចូលមកនោះប៉ះជាមួយនឹងអាចម្រឹងដែកហ្នឹងអញ្ចឹងទៅក៏របៀបអាលីខ្សលដៃហ្នឹងរួញបាត់ទៅវិញហ្នឹងទៅហើយតាំងពីពេលហ្នឹងមកម៉ាក់គាត់ក៏មិនតែជួបអីដែរប៉ុន្តែឪពុករបស់គាត់ទៅជាអ្នកជួបរបស់ធ្ងន់អ្នកទាំងអស់គ្នាក្រោយពេលដែលម្ដាយគាត់បានសម្រាប់កូនហ្នឹងគឺសម្រាប់កូនដំបូងហ្នឹងរបៀបថាផ្ទះគាត់រាល់ថ្ងៃអ្នកភូមិអ្នកនៅជិតខាងអញ្ចឹងគេតែងតែឃើញជាមួយនឹងដុំភ្លើងពណ៌ហើយខៀវរបៀបមកដុំប្រប៉ិនគាត់ថាប្រប៉ិនដូចប៉ិនចានគោមអញ្ចឹងហោះចូលមកអារបៀបហោះចូលមកទៅដបូលផ្ទះគាត់ហ្នឹងដាច់ហោះចូលមកធ្វើដបូលផ្ទះគាត់ហ្នឹងដាច់អញ្ចឹងទៅរបៀបអញ្ចឹងដល់ពេលដែលអ្នកនៅជិតខាងគាត់ឃើញអាសាឃើញមានដុំភ្លើងហ្នឹងហោះចូលក្នុងផ្ទះគាត់អញ្ចឹងគាត់ក៏មកប្រាប់ជាមួយនឹងឪពុករបស់គាត់អញ្ចឹងទៅហើយអ៊ំប្រុសរបៀបថាប៉ាគាត់ពេលហ្នឹងរបៀបថាគាត់តែស្ដាប់អញ្ចឹងណាគាត់តែស្ដាប់ហើយទុកក្នុងចិត្តសួរថាគាត់បានទៅរកគ្រូរកអីគឺអត់តវត្តនេះអ្នកនរគ្នាគឺតតែដល់ពេលមួយតែបែបនេះម្ដាយគាត់បានគេហៅថាកលាភ្លើងកឡងហើយពេលហ្នឹងគេហៅថាកលាភ្លើងកឡងអញ្ចឹងណាជប់ឡើងឲ្យតែពេលជប់ឡើងជប់អត្រាតយប់លប់ឡើងហ្មងគឺចាប់ដើមឡើងអង្គុយឆ្ងល់គាត់តែស្អែកខ្ចី3នាក់ម៉ែកូននៅលើផ្ទះមើលកូនតទល់អញ្ចឹងគាត់ចាប់ដើមងើបឆ្ងល់នៅក្នុងមុងហ្នឹងហ្មងហើយភ្នែកគាត់ក្លីបក្លាប់អញ្ចឹងហើយស្រែកហឺហើយហោហក់តែបាច់កឪពុកគាត់ទេរបៀបអញ្ចឹងមកច្បាច់កប្តីនិយាយទៅកលាភ្លើងហ្នឹងចូលនោះគឺមកធ្វើបាបតែប្តីហ្មងរបៀបអញ្ចឹងហើយពេលហ្នឹងឪពុកគាត់ភ័យអ្នកនរគ្នាគាត់ថាភ័យនឹកឃើញថាមួយទៀតដោយសារតែប្រពន្ធគាត់សរសៃខ្ចីទៀតអត់ហ៊ានប្រើកម្លាំងប្រើអីខ្លាំងហើយគាត់ថាសកត់ច្រានចេញឲ្យតែព្រួយផុតអញ្ចឹងអត់មានបានធ្វើអីដាក់ប្រពន្ធទេគាត់ថាពេលហ្នឹងអញ្ចឹងហើយក៏ស្រែកហៅអ្នកភូមិស្រែកទៅសំឡេងធម្មតាយូរមិនចាំងផ្ទះថ្មណាចាំងផ្ទះស្លឹកផ្ទះឈើអញ្ចឹងវាលាន់ប៉ាភូមិអីក៏មានអ៊ំនៅជិតខាងហ្នឹងរត់មកជួយនាំគ្នាមកជួយអីអញ្ចឹងណាក៏ចេញបាត់ទៅហើយម្ដាយគាត់ហ្នឹងក៏ធ្វើធម្មតាទៀតចាប់ដើមធ្វើធម្មតាដេកទៅវិញធ្វើមិនដឹងធ្វើដូចអត់មានរឿងអីអញ្ចឹងក៏ចាប់ដើមហើយបាក់ឪពុកគាត់ចាប់ដើមឆ្ងល់រៀងប្លែកក្នុងចិត្តអញ្ចឹងណាក៏ទៅរកគ្រូមើលហើយពេលហ្នឹងលោកក៏បាននិយាយដែរថាគ្រូដែលគាត់ទៅហៅមើលហ្នឹងនិយាយថាអត់កើតទេផ្ទះរបស់អាកូនឯងហ្នឹងគឺមានព្រាយកន្លងហើយគឺវានៅតសកឡោងដដាលហ្នឹងហ្មងតសផ្ទះយើងហ្នឹងតសកឡោងហ្នឹងគឺវាប្រហោងវាឈើប្រហោងអញ្ចឹងបានព្រាយហ្នឹងវាអាចចូលមកបានស្របពេលដែលប្រពន្ធយើងហ្នឹងវាទៅខ្សែខ្ចីទៀតអ្នកនរគ្នារបៀបអញ្ចឹងណាហើយយើងទៅឪពុកគាត់បានតែមកគេងកងថ្ងាសចឹងអត់បានដោះដូរជាមួយនឹងឈើប្រហោងហ្នឹងព្រោះជាក់ស្ដែងពេលគាត់មកពិនិត្យមើលឈើតសកដាលគាត់គឺបានប្រហោងមែនរបៀបដូចសัตว์ស៊ីខ្មោចកដាលចឹងណាអ្នកនរគ្នាគឺប្រហោងគោះទៅរបៀបគាត់ដឹងហ្មងថាឈើហ្នឹងគឺវាប្រហោងកដាលមែនឈើកឡោងហ្នឹងតសកឡោងហ្នឹងតែគាត់មានសមត្ថភាពក្នុងការដូរគាត់ទ្រាំតែនៅចឹងទៀតទៅហើយខ្ញុំក៏បានសួរគាត់ទៀតថាបងចុះម៉ាក់បងឯងមានទៅរកអីបានដើម្បីជួយចឹងអត់របៀបថាជួយនិយាយប្លង់នេះឃើញមុខនេះស្អាតតិចអ្នកនរគ្នារបៀបថាខ្ញុំសួរគាត់ថាម៉ាក់បងឯងបានទៅរករបៀបទៅរកអីគេជួយបានអត់ចឹងណារកគ្រូរកអីណាដោះស្រាយមិនចឹងទៅរបៀបអញ្ចឹងហើយគាត់ក៏បាននិយាយទៀតថាអត់ទាន់អស់ហើយណាបងយប់ឡើងពេលប៉ាគាត់អត់មានអីបានទៅគ្រូគេប្រាប់មកអស់ហើយថាឲ្យយើងដូរទៅសហ្នឹងទៅដល់ពេលយើងអត់មានសមត្ថភាពដូរមានធំរស់នៅបែបហ្នឹងយប់ឡើងឲ្យតែចិត្តភ្លឺបងមិនចឹងក៏ដែរយប់ចឹងចាប់ដើមភ្នែកមកស្លក់ប៉ាគាត់ចឹងហ
ហើយភ្នែកក្លាប់ចង់ឲ្យហៅតមកហក់មកច្បាច់កករបៀបអញ្ចឹងហ្មងតោះតែគាត់ស្រែកទៅអ្នកភូមិមកជួយពីបិដងអញ្ចឹងទៅរបៀបថាគាត់ទ្រាំហួសនៅរបៀបបែបអញ្ចឹងហ្មងធ្វើមិនប្រពន្ធកូនខ្លួនឯងអញ្ចឹងហើយអញ្ចឹងគាត់ក៏ខ្លាចដែរប៉ុន្តែមិនដឹងថាធ្វើមិនអស់ពីធ្វើបាបឪពុកធ្វើបាបខ្លួនឯងហៅទៅចងកទៅអ្នកទាំងអស់គ្នាគុំតាប៉ែគាត់តាមតន់ណាចាប់ជាប់ណាគុំឲ្យពេលហ្នឹងម៉ាក់គាត់កំដងទៅជាយ៉ាងណាដែរហើយដល់ពេលអញ្ចឹងហើយសាច់រឿងគឺបន្តមកទៀតចុងក្រោយគាត់ថាបានដូចរបៀបគេហៅថាគុណបុណ្យទឹកគុណបុណ្យទឹកដោះម្ដាយថ្លៃម៉ាក់គាត់បានគេងយល់សពរបៀបដូចមានតាបោះអីចឹងរបៀបគាត់ពាក់សស្លៀកសចឹងមកនៅក្នុងយល់សពហ្នឹងហើយសួរម៉ាក់គាត់ហ្នឹងថាមីអូនឯងចេះញ៉ាំចេះហូបស្លាចេះស៊ីស្លាអត់ចឹងណាហើយពេលហ្នឹងគាត់ថាម៉ាក់គាត់ពេលហ្នឹងនៅក្មេងមែនប៉ុន្តែចាស់ជំនាន់មុនគឺគាត់ចេះហូបស្លាម្លូហើយម៉ាក់គាត់ក៏និយាយទៀតថាខ្ញុំចេះហូបលោកតាអីចឹងទៅគាត់ក៏និយាយថាគាត់ក៏លោកតានៅក្នុងយល់សពហ្នឹងក៏ហុចស្លាមួយដុំមួយម៉ាត់ហ្នឹងមកឲ្យទៅលើម៉ាក់គាត់ហ្នឹងចឹងទៅដល់ពេលម៉ាក់គាត់ហូបទៅក៏របៀបថាតាំងរបៀបដូចស្រឡះខ្លួនហ្មងហើយតាំងពីហ្នឹងមកដូចរបៀបថាគេហៅបើយើងនិយាយប្រើភាសាអង់គ្លេសគេហៅថារសារចឹងដូចទឹកដោះម្ដាយថ្លៃចឹងអ្នកទាំងអស់គ្នាគឺគាត់បានរួចផុតពីព្រាយនឹងយល់ដូចខ្សាក់ខ្លួនហើយឪពុកគាត់ក៏ថាមិនដែលម៉ាក់មិនដែលបានជួបសាច់រឿងទាំងអស់ហ្នឹងទៀតទេគាត់ថាចឹងទៅគាត់ក៏មានដល់កូនទី2កូនទី3ចឹងទៅហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេគាត់មានបានថតគ្រូណាមកជួយអីទាំងទេគាត់ថាញ៉ាំស្លាហ្នឹងហើយគឺអារបៀបនៅក្នុងយល់សពដែលម៉ាក់យល់សពឲ្យប្រាប់ប៉ាហ្នឹងចឹងសាច់រឿងហ្នឹងគឺត្រឹមប៉ុណ្្នឹងឯងខ្លីៗជាតិអត់តតន័យដែរអញ្ចឹងខ្ញុំសុំមកដាក់មកសាច់រឿងណាអ្នកនរគ្នាជាមួយនឹងសាច់រឿងនេះគេហៅថារឿងព្រាយកលាភ្លើងដែលជាភាគ2តពីសាច់រឿងបងស្រីដែលគាត់ចែកម្លែកមកខ្ញុំហ្នឹងហើយដែលសាច់រឿងទី1គឺជារឿងនៅកើតនៅលើគាត់ខ្លួនឯងតែម្ដងហើយបើសាច់រឿងមួយនេះគឺជាសាច់រឿងរបស់ម្ដាយបកើតរបស់គាត់ដែលតាំងពីជំនាន់ហ្នឹងហើយជំនាន់ហ្នឹងគឺកណ្ណើតរបស់បងស្រីគាត់ហ្នឹងហើយជាកូនបងហ្នឹងហើយរបៀបអញ្ចឹងហើយរឿងហ្នឹងគឺកើតមកយូរឆ្នាំណាស់ហើយគឺចូលប្រហែលជា30ឆ្នាំជាងតិចអីហ្នឹងហើយ30ឆ្នាំជាងអីដែលតាំងពីដើមឡើយមកហ្មងគឺរបៀបអញ្ចេះខ្ញុំចូលមកប្រវត្តិជាមួយនឹងសាច់រឿងរបស់ម៉ាក់គាត់ឯណាពេលហ្នឹងគឺម៉ាក់ហើយនឹងប៉ែគាត់ហ្នឹងគឺមានជីវភាពអត់សូវធូរធារទេរបៀបអញ្ចឹងនៅពេលហ្នឹងគឺម៉ាក់គាត់ហ្នឹងណាបានរបៀបថាគាត់កើតកូនខ្ចីអ្នកទាំងអស់គ្នាពេលដែលគាត់កូនខ្ចីហ្នឹងឯងខ្ចីនៅពេលដែលកូនដំបងអញ្ចឹងទៅគាត់ក៏ត្រូវនៅក្នុងផ្ទះហ្នឹងម្នាក់ឯងអញ្ចឹងហើយផ្ទះគាត់ហ្នឹងគឺបែបបុរាណណារបៀបនេះនៅតាមជនបទទៅអញ្ចឹងមិនគាត់គេងចិត្តទ្វារហ្នឹងអញ្ចឹងទៅបន្ទាប់មកมันមានអាបង្អួចចម្រឹងដែកយើងចាស់បុរាណហ្នឹងអញ្ចឹងណាហើយគាត់ថាគាត់ឃើញនៅក្នុងភ្នែកតែម្ដងម៉ាក់គាត់ថាឃើញក្នុងភ្នែកហ្មងអត់ឃើញមុខអត់ឃើញមាត់អត់ដឹងថាជាដៃរបស់ស្អីគេទេតែទាំងអស់គ្នាគឺលូកឡើងមកហ្មងដៃគាត់ថប់ដៃប្រប៉ុនក៏ដើមជែកហ្មងលូកលងវែងពីណាពីណីឃើញតែដៃមកលូកចឹងហ្មងអ្នកទាំងអស់គ្នាចូលមករកគាត់ពេលដែលគាត់ពងតែដេកសម្រាប់ខ្សែខ្ចីហ្នឹងខ្សែខ្ចីនៅលើផ្ទះហ្នឹងអញ្ចឹងណាហើយពេលហ្នឹងគាត់ថាគាត់តែលូកដៃចូលមកណាប៉ះជាមួយនឹងអាចម្រឹងដែកហ្នឹងអញ្ចឹងទៅក៏របៀបអាលីខ្សឹលដែកហ្នឹងរួញបាត់ទៅវិញហ្នឹងទៅហើយតាំងពីពេលហ្នឹងមកម៉ាក់គាត់ក៏មិនតែជួបអីដែរប៉ុន្តែឪពុករបស់គាត់តែជាអ្នកជួបរបស់ធ្ងន់អ្នកទាំងអស់គ្នាក្រោយពេលដែលម្ដាយគាត់បានសម្រាប់កូនហ្នឹងគឺសម្រាប់កូនដំបងហ្នឹងរបៀបថាផ្ទះគាត់រងថ្ងៃអ្នកភូមិអ្នកនៅជិតខាងអញ្ចឹងគេតែងតែឃើញជាមួយនឹងដុំភ្លើងពណ៌ហើយខៀវរបៀបមកដុំប្រប៉ុនគាត់ថាប្រប៉ុនដូចប៉ុនចានគោមអញ្ចឹងហោះចូលមកអារបៀបហោះចូលមកទៅដំបូលផ្ទះគាត់នឹងដាច់ហោះចូលមកធ្វើដំបូលផ្ទះគាត់នឹងដាច់អញ្ចឹងទៅរបៀបអញ្ចឹងដល់ពេលដែលអ្នកនៅជិតខាងគាត់ឃើញអាសាឃើញមានដុំភ្លើងហ្នឹងហោះចូលក្នុងផ្ទះគាត់អញ្ចឹងគាត់ក៏មកប្រាប់ជាមួយនឹងឪពុករបស់គាត់អញ្ចឹងទៅហើយអ៊ំប្រុសរបៀបថាប៉ាគាត់ពេលហ្នឹងរបៀបថាគាត់តែស្ដាប់អញ្ចឹងណាគាត់តែស្ដាប់ឲ្យទុកក្នុងចិត្តសួរថាគាត់បានទៅរកគ្រូរកអីគឺអត់តវត្តនេះអ្នកនរគ្នាគឺតតែដល់ពេលមួយតែបែបនេះម្ដាយគាត់បានគេហៅថាកាឡាភ្លើងកឡងហើយពេលហ្នឹងគេហៅថាកាឡាភ្លើងកឡងអញ្ចឹងណាជប់ឡើងឲ្យតែពេលជប់ឡើងជប់អត្រាតយប់លប់ឡើងហ្មងគឺចាប់ដើមឡើងអង្គុយឆ្ងល់គាត់តែស្អែកខ្ចី3នាក់ម៉ែកូននៅលើផ្ទះមើលកូនតទល់អញ្ចឹងគាត់ចាប់ដើមងើបឆ្ងល់នៅក្នុងមុងហ្នឹងហ្មងហើយភ្នែកគាត់ក្លីបក្លាប់អញ្ចឹងហើយស្រែកហឺហើយហហក់តែបាច់កឪពុកគាត់ទេរបៀបអញ្ចឹងមកច្បាច់កប្តីនិយាយទៅកាឡាភ្លើងនឹងចូលនោះគឺមកធ្វើបាបតែប្តីហ្មងរបៀបអញ្ចឹង
ហើយពេលហ្នឹងឪពុកគាត់ភ័យអ្នកនរគ្នាគាត់ថាភ័យនឹកឃើញថាមួយទៀតដោយសារតែប្រពន្ធគាត់ទៅសាយខ្ចីទៀតអត់ហ៊ានប្រើកម្លាំងប្រើអីខ្លាំងហើយគាត់ថាសកត់ច្រានចេញឲ្យតែព្រួយផុតអញ្ចឹងអត់មានបានទៅធ្វើអីដាក់ប្រពន្ធទេគាត់ថាពេលហ្នឹងអញ្ចឹងហើយក៏ស្រែកហៅអ្នកភូមិស្រែកទៅសំឡេងធម្មតាយូរមិនចាំងផ្ទះថ្មណាចាំងផ្ទះស្លឹកផ្ទះឈើអញ្ចឹងវាលាន់ប៉ាភូមិអីក៏មានអ៊ំនៅចិត្តខាងហ្នឹងរត់មកជួយនាំគ្នាមកជួយអីអញ្ចឹងណាក៏ចេញបាត់ទៅហើយម្ដាយគាត់ហ្នឹងក៏ធ្វើធម្មតាទៀតចាប់ដើមធ្វើធម្មតាដេកទៅវិញធ្វើមិនដឹងធ្វើដូចអត់មានរឿងអីចឹងក៏ចាប់ដើមអីបាក់ឪពុកគាត់ចាប់ដើមឆ្ងល់រៀងប្លែកក្នុងចិត្តចឹងណាក៏ទៅរកគ្រូមើលហើយពេលហ្នឹងលោកក៏បាននិយាយដែរថាគ្រូដែលគាត់ទៅហៅមើលហ្នឹងនិយាយថាអត់កើតទេផ្ទះរបស់អាកូនឯងហ្នឹងគឺមានព្រាយកន្លងហើយគឺវានៅទៅសកន្លងទៅដាលហ្នឹងហ្មងទៅសផ្ទះយើងហ្នឹងទៅសកន្លងហ្នឹងគឺវាប្រហោងវាឈើប្រហោងអញ្ចឹងបានព្រាយហ្នឹងវាអាចចូលមកបានស្របពេលដែលប្រពន្ធយើងហ្នឹងវាទៅសាយខ្ចីទៀតអ្នកនរគ្នារបៀបអញ្ចឹងណាហើយយើងទៅឪពុកគាត់បានតែមកគេងកងថ្ងាសអញ្ចឹងអត់បានដោះដូរជាមួយនឹងឈើប្រហោងហ្នឹងព្រោះជាក់ស្ដែងពេលគាត់មកពិនិត្យមើលឈើទៅសកដាលគាត់គឺបានប្រហោងមែនរបៀបដូចសัตว์ស៊ីខ្មោចកដាលអញ្ចឹងអ្នកនរគ្នាគឺប្រហោងគោះទៅរបៀបគាត់ដឹងហ្មងថាឈើហ្នឹងគឺវាប្រហោងកដាលមែនឈើកន្លងហ្នឹងទៅសកន្លងហ្នឹងតែគាត់មានសមត្ថភាពក្នុងការដូរគាត់ទ្រាំតែនៅចឹងទៀតទៅហើយខ្ញុំក៏បានសួរគាត់ទៀតថាបងចុះម៉ាក់បងឯងមានទៅរកអីបានដើម្បីជួយចឹងអត់របៀបថាជួយនិយាយប្លង់នេះឃើញមុខនេះស្អាតតិចអ្នកនរគ្នារបៀបថាខ្ញុំសួរគាត់ថាម៉ាក់បងឯងបានទៅរករបៀបទៅរកអីគេជួយបានអត់ចឹងណារកគ្រូរកអីណាដោះស្រាយមិនចឹងទៅរបៀបអញ្ចឹងហើយគាត់ក៏បាននិយាយទៀតថាអត់ទាន់អស់ហើយណាបងយប់ឡើងពេលប៉ាគាត់អត់មានអីបានទេគ្រូគេប្រាប់មកអស់ហើយថាឲ្យយើងដូរទៅសហ្នឹងទៅដល់ពេលយើងអត់មានសមត្ថភាពដូរមានធំហួសនៅបែបហ្នឹងយប់ឡើងឲ្យតែចិត្តភ្លឺបងមិនចឹងក៏ដាល់យប់ចឹងចាប់ដើមភ្នែកមកស្លក់ស្លក់ប៉ាគាត់ចឹងហើយភ្នែកក៏លឹបក្លាប់ចឹងហើយហៅតែមកហក់មកច្បាច់កករបៀបអញ្ចឹងមកតោះតែគាត់ស្រែកទៅអ្នកភូមិមកជួយពីបិដងអញ្ចឹងទៅរបៀបថាគាត់ទ្រាំហួសនៅរបៀបបែបអញ្ចឹងហ្មងធ្វើម៉េចប្រពន្ធកូនខ្លួនឯងអញ្ចឹងហើយអញ្ចឹងគាត់ក៏ខ្លាចដែរប៉ុន្តែមិនដឹងថាធ្វើម៉េចអស់ពីធ្វើបាបឪពុកធ្វើបាបខ្លួនឯងហៅទៅចងកទៅអ្នកទាំងអស់គ្នាគុំតាប៉ាគាត់តាមតន់ណាចាប់ជាប់គុំឲ្យពេលហ្នឹងម៉ាក់គាត់កំដងទៅជាយ៉ាងណាដែរហើយដល់ពេលអញ្ចឹងហើយសាច់រឿងគឺបន្តមកទៀតចុងក្រោយគាត់ថាបានដូចរបៀបគេហៅថាគុណបុណ្យទឹកគុណបុណ្យទឹកដោះម្ដាយថ្លៃម៉ាក់គាត់បានគេងយល់សពរបៀបដូចមានតាបោះអីចឹងរបៀបគាត់ពាក់សស្លៀកសអញ្ចឹងមកនៅក្នុងយល់សពហ្នឹងហើយសួរម៉ាក់គាត់ហ្នឹងថាមីអូនឯងចេះញ៉ាំចេះហូបស្លាអត់ចេះស៊ីស្លាអត់ចឹងណាហើយពេលហ្នឹងគាត់ថាម៉ាក់គាត់ពេលហ្នឹងនៅក្មេងមែនប៉ុន្តែចាស់ជំនាន់មុនគឺគាត់ចេះហូបស្លាម្លូហើយម៉ាក់គាត់ក៏និយាយទៀតថាខ្ញុំចេះហូបលោកតាអីចឹងទៅគាត់ក៏និយាយថាគាត់ក៏លោកតានៅក្នុងយល់សពហ្នឹងក៏ហុចស្លាមួយដុំមួយម៉ាត់ហ្នឹងមកឲ្យទៅលើម៉ាក់គាត់នឹងទៅដល់ពេលម៉ាក់គាត់ហូបទៅក៏របៀបថាតាំងរបៀបដូចស្រឡះខ្លួនហ្មងហើយតាំងពីហ្នឹងមកដូចរបៀបថាគេហៅបើយើងនិយាយប្រើភាសាងាយគេហៅអ្នកថែរក្សាអញ្ចឹងដូចទឹកដោះម្ដាយខ្លាចចឹងអ្នកទាំងអស់គ្នាគឺគាត់បានរួចផុតពីព្រាយនឹងយើងដូចខ្សាក់ខ្លួនហើយឪពុកគាត់ក៏ថាមិនដែលម៉ាក់មិនដែលបានជួបសាច់រឿងទាំងអស់ហ្នឹងទៀតទេគាត់ថាអញ្ចឹងទៅគាត់ក៏មានដល់កូនទី2កូនទី3អញ្ចឹងទៅហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេគាត់មានបានថតគ្រូណាមកជួយអីទាំងទេគាត់ថាញ៉ាំស្លាហ្នឹងហើយគឺអារបៀបនៅក្នុងយល់សពដែលម៉ាក់យល់សពឲ្យប្រាប់ប៉ាហ្នឹងអញ្ចឹងសាច់រឿងហ្នឹងគឺត្រឹមប៉ុណ្្នឹងឯងខ្លីៗជាតិអត់